ស្លឆ្ងាញ់ដោយសារគ្រឿងណាចាគ្រួសាររុងរឿងក៏ដោយសារភរិយាជំរាបសួរនាងខ្ញុំនេះសុករាំងសីគឺជាប្រធានផ្នែកលក់នៅក្នុងបូរីវីលៀមចានាងខ្ញុំរៀបអាពាហ៍ពិពាហ៍ចំនួន12ឆ្នាំជាងចដល់13ឆ្នាំហើយខែ1នេះចាហើយនាងខ្ញុំមានកូន3នាក់ចាស្រី2ប្រុស1ហើយកូនហ្នឹងមានធំមានតូចដែរចា12ឆ្នាំ8ឆ្នាំហើយ4ឆ្នាំពាក្យថាគ្រួសារគឺជាជីវិតដែលរស់នៅចាមានប៉ាម៉ាក់មានកូនកូនដែលមានគោលការណ៍ជីវិតមួយរួមគ្នាមានគោលដៅរួមគ្នាជាពិសេសការយកចិត្តទុកដាក់អំពីសេចក្តីស្រឡាញ់ការរស់នៅការសិក្សាក៏ដូចជាការអភិវឌ្ឍផ្ទាល់ខ្លួនចំពោះឪពុកម្ដាយនិងកូនផងដែរហើយមិនតែប៉ុណ្្នឹងទេក្នុងនាមជាខ្ញុំជាម្ដាយក៏ដូចជាអាណាព្យាបាលរបស់កូនចាក៏ជាប្រពន្ធផងដែរគឺយើងមានតួនាទីចាំបាច់មែនទែននៅក្នុងក្រុមគ្រួសារព្រោះអីចាដោយពាក្យចាស់និយាយថាស្លឆ្ងាញ់ដោយសារគ្រឿងណាចាគ្រួសាររុងរឿងក៏ដោយសារភរិយាចាអញ្ចឹងក្នុងនាមខ្ញុំជាភរិយាម្នាក់ខ្ញុំទទួលខុសត្រូវចាទៅលើការលើកទឹកចិត្តសម្រាប់ប្តីហើយនិងកូនផងដែរសម្រាប់ក្តីសុបិនរបស់ខ្ញុំទៅលើគ្រួសារអ្វីដែលខ្ញុំចង់ឃើញបំផុតគឺកូនរបស់ខ្ញុំរស់នៅប្រកបដោយសុខសុវត្ថិភាពហើយមានចំណេះដឹងខ្ពង់ខ្ពស់ក៏ដូចជាគាត់មានទំនួលខុសត្រូវទៅលើជីវិតរបស់គាត់ព្រោះជាធម្មតាយើងដឹងថាការរស់នៅយើងនិយាយស្រួលស្ដាប់គឺខ្ញុំចង់ឲ្យគាត់គឺជាក្មេងដែលគាត់រស់នៅមានភាពឯករាជ្យចាមិនថាមានរឿងអីក៏ដោយគឺគាត់មានចំណេះដឹងមានប្រាជ្ញាក្នុងការសម្រេចចិត្តមួយដ៏ត្រឹមត្រូវសម្រាប់ការរស់នៅខ្ញុំលើកឡើងអំពីការរស់នៅបែប10ទៅ20ឆ្នាំមុនជាធម្មតាខ្ញុំជាអ្នករស់នៅក្នុងក្រុងខ្ញុំយល់អារម្មណ៍ហ្នឹងបើយើងមើលត្រឡប់ទៅវិញ10ទៅ15ឆ្នាំមុនការរស់នៅក្នុងក្រុងគឺវាសម្បូរបែបតាំងពីការញ៉ាំក៏ដូចជាការប្រើប្រាស់ទឹកស្អាតភ្លើងស្អាតចាមានទឹកភ្លើងប្រើកាពះគ្រប់គ្រាន់ហើយមន្ទីរពេទ្យឬក៏ផ្សារអីគឺតាមហ្នឹងគឺតែម្ដងប៉ុន្តែនៅពេលដែលយើងវិលត្រឡប់មកមើលបច្ចុប្បន្នភាពនេះវិញថាតើយើងគួរតែជ្រើសរើសលំនៅឋានឬក៏កន្លែងស្នាក់នៅចាដែលស័ក្តិសមជាមួយនឹងដំណើរការរបស់យើងប៉ុណ្ណាពីខ្ញុំពិតជាស្រឡាញ់បរិយាកាសរស់នៅក្នុងបូរីវីលៀមព្រោះជាធម្មតាដូចយើងបានឃើញស្រាប់ហើយថារៀងរាល់ថ្ងៃជំងឺមានកើតឡើងជាច្រើនហើយខ្យល់ពុលផ្សែងពុលឬក៏ការប៉ះពាល់សាយភាយអំពីអាគ្រឿងបច្ចេកវិទ្យាអេឡិចត្រូនិកទំនើបហ្នឹងគឺវាធ្វើឲ្យយើងមានជំងឺជាច្រើនជាពិសេសដូចជាចាឈឺក្បាលឬក៏ភាសាគេដែលនិយាយដល់សម័យថ្ងៃខៅ depression stress អីហ្នឹងណាចាអញ្ចឹងបើតាមការស្រាវជ្រាវគឺមានន័យថាយើងអត់មានអុកស៊ីហ្សែនដែលចិញ្ចឹមនៅក្នុងខួរក្បាលក៏ដូចជារាងកាយយើងគ្រប់គ្រាន់អញ្ចឹងបានជាមនុស្សកើតជំងឺ stress ចាឬក៏ជំងឺបារម្ភអីហ្នឹងត្រឡប់មកវិញយើងឆ្លុះបញ្ចាំងមើលថារាល់ថ្ងៃនៅក្នុងទីក្រុងផ្សែងពុលក៏មានច្រើនហើយធ្វើការបើនិយាយពីបរិបត្តិធ្វើការវិញនៅក្នុងការិយាល័យក៏មិនសិនតិចចាមកដល់ផ្ទះក៏មិនសិនតិចដល់ពេលចេញមកជិះតាមផ្លូវចាគឺផ្សែងពុលជាច្រើនផ្សែងឡានផ្សែងម៉ូតូអីអញ្ចឹងណាចាអញ្ចឹងពីខ្ញុំអាចផ្ដល់ជាយោបល់សម្រាប់អ្នកដែលកំពុងតែរៀបចំទិញលំនៅឋានចាដើម្បីរស់នៅចាអាចឆ្លុះបញ្ចាំងវិញថាតើអ្វីដែលជាតម្រូវការពិតប្រាកដនៅក្នុងជីវិតលំនៅឋានគឺកន្លែងដែលយើងរស់នៅមិនមែនកន្លែងដែលយើងស្នាក់នៅទេជារាល់ថ្ងៃគឺយើងចំណាយពេលវេលាស្ទើរតែពេញមួយថ្ងៃរស់នៅក្នុងបន្ទប់បិទជិតប្រើខ្យល់ម៉ាស៊ីនត្រជាក់ឬក៏ខ្យល់សពនិមិត្តនឹងអញ្ចឹងណាហើយខ្យល់ដង្ហើមយើងអត់គ្រប់គ្រាន់ទេការផ្សារភ្ជាប់ជាមួយនឹងធម្មជាតិក៏អត់មានគ្រប់គ្រាន់នោះដែរអញ្ចឹងនៅបូរីវីលៀមទាំងខ្យល់អាកាសបរិសុទ្ធទាំងបរិយាកាសធម្មជាតិទាំងការដែលយើងផ្សារភ្ជាប់ការរស់នៅជាមួយនឹងធម្មជាតិគឺមានគ្រប់ទាំងអស់តែព្រោះដោយសារតែយើងមានហេដ្ឋារចនាសម្ព័ន្ធនៅក្នុងគម្រោងបានយ៉ាងល្អនិងខ្ញុំក៏ជាអ្នកដែលមើលនិងស្រឡាញ់គម្រោងបូរីវីលៀមដែរតាំងពីមុនខ្ញុំចូលធ្វើការនៅនេះគឺគាត់មានតាំងពីអាងហែលទឹកមានទាំងសាលារៀនមានមីនីម៉ាតមានមន្ទីរពេទ្យចាមានផ្សារហើយនៅក្នុងតំបន់នេះគឺអត់មានថាឆ្ងាយពីទីក្រុងនោះឡើយចាព្រោះអីជិះត្រឹមតែ10ទៅ15នាទីឬក៏20នាទីយើងទៅដល់ផ្សារទំនើបទីពេទ្យសម្ដេចតេជោគឺផ្សារអ៊ីអន2ហើយក៏ដូចជាផ្សារភូមិជាច្រើនផ្សេងទៀតដែលសម្បូរបែបទៅដោយបន្លែត្រីសាច់ធម្មជាតិផងដែរចាសម្រាប់ខ្ញុំផ្ដល់ជាជម្រើសទៅកាន់អ្នកទាំងអស់គ្នាដើម្បីជ្រើសរើស
តែបើខ្ញុំវិញខ្ញុំណែនាំបរិយវិលៀមហើយគឺជាកន្លែងដែលអ្នកទាំងអស់គ្នាត្រូវការចាំបាច់ក្នុងការរស់នៅមែនតើ